សូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់អង្គនិងចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាពរថ្ងៃនេះអាត្មាភាពលើកយកនៅមិត្តល្អ5យ៉ាងមកនិយាយចែកជូនចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាពរហើយអាត្មាមិនលើកអីវែងឆ្ងាយទេពរគ្រាន់លើកជាគោអធិប្បាយតិចហ្នឹងពរគ្រាន់តែជាធម្មទានខ្លីសម្រាប់អប់រំខ្លួនឯងហើយនឹងឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នានឹងបានដឹងផងដែរពរហើយទី1ហ្នឹងគឺមិត្តល្អដែលចេះជួយធុរៈមិត្តពរចេះជួយធុរៈមិត្តយ៉ាងម៉េចគឺពេលខ្លះមិត្តដែលតែងតែជួបគ្នាចេះជួយគ្នាពរមិត្តយើងត្រូវចេះជួយគ្នានៅក្នុងគ្រាលំបាកឬក៏គ្រាដែលមិត្តរបស់យើងនឹងក្រជួបនៅបញ្ហាណាមួយយើងមិនបោះបង់គ្នាចោលទេពរយើងត្រូវជួយគ្នាជ្រោមជ្រែងគ្នាព្រោះថាពេលខ្លះយើងមានសុខយើងរួមសុខមានទុក្ខយើងរួមទុក្ខជាមួយគ្នាព្រោះកុំពេលដែលមានសុខរួមសុខពេលដែលមានទុក្ខរត់ចោលគ្នានឹងគេមិនហៅថាមិត្តល្អទេមិត្តល្អគឺមានសុខរួមសុខមានទុក្ខរួមទុក្ខគឺចេះជួយធុរៈគ្នាពេលដែលគ្នានឹងជួបទុក្ខលំបាកណាមួយព្រោះនេះជាមិត្តល្អទី1គឺចេះជួយធុរៈគ្នាហើយមិត្តល្អទី2គឺនិយាយពាក្យមានប្រយោជន៍ដាក់គ្នានឹងគ្នាទៅវិញទៅមកព្រោះនិយាយពាក្យមានប្រយោជន៍ព្រោះពាក្យសម្ដីនឹងអ្នកណាក៏ចូលចិត្តស្ដាប់ដែរឲ្យតែពាក្យនឹងមានប្រយោជន៍ហើយនិយាយមកពីរោះព្រោះមនុស្សយើងភាគច្រើនមិនចូលចិត្តស្ដាប់នៅពាក្យដែលมันមានប្រយោជន៍ហើយពាក្យសម្ដីដែលมันពិរោះទេអ្នកណាក៏ដោយក៏ចូលចិត្តស្ដាប់នៅពាក្យដែលពីរោះហើយណែនាំគ្នាឲ្យដើរនៅក្នុងផ្លូវល្អពេលដែលមិត្តរបស់យើងមានកំហុសណាមួយយើងកែលម្អមិត្តរបស់យើងនឹងឲ្យដើរនៅក្នុងផ្លូវល្អទៅឲ្យលះបង់នៅកំហុសនឹងយើងជួយកែគ្នាជួយណែនាំគ្នាពេលដែលអាត្មាជួបនៅកំហុសណាមួយអាត្មាធ្វើខុសណាមួយណែនាំគ្នាអញ្ចឹងឧទាហរណ៍ញាតិញោមខុសនៅកំហុសណាមួយអញ្ចឹងហើយមានបុរសម្នាក់មកជួយណែនាំញាតិញោមចឹងតែដែលជាមិត្តរបស់ញាតិញោមនឹងជួយណែនាំគ្នាឲ្យកែនៅកំហុសនឹងនឹងគឺជាមិត្តល្អទី2ចំណែកឯមិត្តល្អទី3គឺមិនមើលងាយគ្នាមិនមើលងាយគ្នានៅក្នុងទីនេះគឺយើងត្រូវចេះគោរពគ្នាទៅវិញទៅមកមិនប្រមាថគ្នាហើយមិនសើចចំអកគ្នាពេលដែលមិត្តរបស់យើងនឹងធ្លាក់នៅក្នុងស្ថានភាពណាមួយឬក៏ស្ថានភាពដែលក្រីក្រស្ថានភាពលំបាកណាមួយនឹងយើងកុំទៅមើលងាយយើងកុំទៅចំអកសើចដាក់មិត្តរបស់យើងពេលដែលមិត្តរបស់យើងជួបនឹងទុក្ខលំបាកអញ្ចឹងយើងត្រូវគោរពគ្នាទៅវិញទៅមកហើយយើងត្រូវចេះជួយមិត្តយើងនឹងដែលពេលដែលកំពុងជួបនៅទុក្ខលំបាកនឹងឯងនឹងទី3ហើយទី4នឹងជួយមិត្តឲ្យចម្រើននៅក្នុងទីនេះយ៉ាងម៉េចដែរគឺលើកទឹកចិត្តមិត្តភ័ក្តិរបស់យើងនឹងឲ្យប្រឹងប្រែងរៀនសូត្រខិតខំរៀនសូត្រនៅមេរៀនអ្វីដែលយើងបានកំពុងតែរៀនរាល់ថ្ងៃនឹងឬក៏មិត្តភ័ក្តិនៅក្នុងការងារអញ្ចឹងយើងជួយណែនាំមិត្តភ័ក្តិរបស់យើងនឹងឲ្យប្រឹងប្រែងធ្វើការងារនឹងឲ្យបានល្អប្រសើរអញ្ចឹងយើងទៅចេះណែនាំគ្នាអញ្ចឹងណែនាំឲ្យដើរនៅក្នុងផ្លូវល្អឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យធ្វើការងារនឹងឲ្យល្អហើយអភិវឌ្ឍខ្លួននឹងឲ្យប្រសើរយើងអភិវឌ្ឍខ្លួនឯងផងហើយយើងណែនាំមិត្តរបស់យើងនឹងឲ្យអភិវឌ្ឍខ្លួននឹងឲ្យល្អប្រសើរផងដែរនឹងទី4ហើយចំណែកឯទី5នឹងគឺពិសេសកាលណាដែលយើងធ្វើជាមិត្តភ័ក្តិគ្នាហើយយើងទៅកុហកគ្នានឹងគឺអត់កើតទេអញ្ចឹងទី4នឹងគឺមិត្តភ័ក្តិដែលមិនកុហកបោកប្រាស់គ្នាអញ្ចឹងយើងត្រូវមានពាក្យសម្ដីហ្នឹងគឺស្មោះត្រង់នឹងគ្នាទៅវិញទៅមកហើយមិននិយាយកុហកគ្នាមិនកេងប្រវ័ញ្ចមិនធ្វើអ្វីដែលនាំឲ្យមិត្តហ្នឹងខាតបង់ទេអញ្ចឹងភាគច្រើនមិត្តខ្លះចូលចិត្តកុហកគ្នាអញ្ចឹងយើងលះបង់ការកុហកគ្នាចោលទៅយើងស្មោះត្រង់នឹងគ្នាទៅវិញទៅមកកាលណាដែលយើងស្មោះត្រង់នឹងគេហើយគេមើលឃើញមកយើងនេះស្មោះត្រង់នឹងគេនឹងស្មោះត្រង់មកយើងទៅវិញទៅមកនេះហើយជាមិត្តល្អព្រោះយើងអត់កុហកគេអត់កេងប្រវ័ញ្ចគេទេយើងតែងតែស្មោះត្រង់នឹងគេចំពោះរឿងអ្វីនីមួយដែលកើតឡើងដែលធ្វើជាមួយគ្នានឹងទៅ
ចឹងសរុបសេចក្តីមកវិញគឺមិត្តល្អមាន5យ៉ាងនេះឯងបងហើយបើខ្ញុំកណ្ណាអាត្មាភាពនិយាយទៅខុសឬក៏ខ្វះខាតឬក៏លើសពាក្យសម្ដីត្រង់ចំណុចណាក្តីសូមអព្យាស្រ័យឲ្យខ្ញុំប្រកាសអាត្មាភាពផងបងសូមអនុមោទនា